នាទីវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាបច្ចេកវិទ្យាផលិតកម្មថាមពលអគ្គិសនីភាគ3អគ្គិសនីពន្លឺព្រះអាទិត្យកាំរស្មីព្រះអាទិត្យបញ្ចេញកាំរស្មីអេឡិចត្រូម៉ាញេទិកដែលជាសមាសភាពនៃរស្មីមានប្រវែងរលកខុសៗគ្នាបើយើងរាប់ឈ្មោះពីប្រវែងរលកខ្លីទៅប្រវែងរលកវែងកាំរស្មីទាំងនោះមានរស្មីហ្គាម៉ារស្មី X រស្មីអ៊ុលត្រាវីយ៉ូឡេពន្លឺដែលយើងអាចមើលឃើញរស្មីអ៊ីនហ្វ្រារ៉េតមីក្រូរលករលករ៉ាដានិងរលកវិទ្យុពន្លឺព្រះអាទិត្យដែលយើងមើលឃើញស្ថិតនៅក្នុងជួរប្រវែងរលកពី400ទៅ800ណាណូម៉ែត្រគឺជាពន្លឺដែលភ្នែកយើងឃើញថាថ្លាឬគ្មានពណ៌ប៉ុន្តែជាសមាសភាពនៃរស្មីចម្រុះពណ៌គឺស្វាយខៀវខ្ចីបៃតងខ្ចីលឿងទុំនិងក្រហមដែលគេហៅថាស្ពេកនៃពន្លឺព្រះអាទិត្យចែកចាយកាំរស្មីដែលផ្ទុកដោយថាមពលតាមបែបសមភាពទៅគ្រប់ទិសទីក្នុងលំហប្រព័ន្ធដែលមានព្រះអាទិត្យនៅចំចំណុចកណ្ដាលគឺគ្មានទិសណាមួយមានប្រៀបជាងទិសណាមួយឡើយប៉ុន្តែការទទួលថាមពលនៅលើផែនដីមានភាពខុសគ្នាដោយសារតែផែនធរណីមានដំណើរវិលពុំមានរាងស្វែមូលឥតខ្ចោះគឺមិនដូចគ្នាពីចំណុចនៅលើប៉ូលនិងនៅលើអេក្វាទ័រគេប៉ាន់ថាហ្លុចឬលំហូរពន្លឺដែលព្រះអាទិត្យបញ្ជូនមានចំនួន342វ៉ាត់1ម៉ែត្រដុល្លារក្រោយពីបានឆ្លងកាត់ចម្ងាយ150លានគីឡូម៉ែត្រលំហូរពន្លឺបញ្ជូនត្រូវបែងចែករវាងលំហូរពន្លឺចាំងត្រឡប់ពីលំហអាកាសមាន77វ៉ាត់1ម៉ែត្រដុល្លារលំហូរពន្លឺចាំងត្រឡប់ពីផែនធរណីមាន30វ៉ាត់1ម៉ែត្រដុល្លារលំហូរពន្លឺស្រូបដោយលំហអាកាសមាន67វ៉ាត់1ម៉ែត្រដុល្លារនិងលំហូរពន្លឺស្រូបដោយផែនធរណីមាន168វ៉ាត់1ម៉ែត្រដុល្លារអគ្គិសនីពន្លឺព្រះអាទិត្យ Électricité solaire Solar Electricity ថាមពលព្រះអាទិត្យបានមកពីប្រតិកម្មនុយក្លេអ៊ែរដែលព្រះអាទិត្យផ្ដល់ដោយការបញ្ចេញនូវកាំរស្មីទាំងអស់មានហ្វូតុងជាសមាសធាតុសំខាន់នៃពន្លឺនិងជាវេកទ័រនៃថាមពលពន្លឺព្រះអាទិត្យបច្ចុប្បន្ននេះមានវិធីសាស្ត្រពីរយ៉ាងក្នុងការប្រើថាមពលពន្លឺព្រះអាទិត្យ1ថាមពលហ្វូតូវុលតាអ៊ិកនៃព្រះអាទិត្យដែលបំផ្លែងពន្លឺព្រះអាទិត្យទៅជាអគ្គិសនីដោយផ្ទាល់2ថាមពលកម្ដៅព្រះអាទិត្យដែលបំផ្លែងពន្លឺព្រះអាទិត្យដោយផ្ទាល់ទៅជាថាមពលកម្ដៅថាមពលទាំងម៉ូឌីណាមិកព្រះអាទិត្យជាសន្តាននៃថាមពលកម្ដៅព្រះអាទិត្យភាពខុសគ្នាស្ថិតនៅត្រង់ថាបច្ចេកទេសនេះចាប់យកថាមពលកម្ដៅព្រះអាទិត្យហើយបំផ្លែងទៅជាអគ្គិសនីជាបន្ទាប់
រចនាសម្ព័ន្ធ Ano Semiconductor ទ្រឹស្ដីអេឡិចត្រូនិកចែកសារធាតុអាណូឬម៉ូលេគុលជា3ជំពូក 1. សារធាតុចម្លងឬកុងឌុយទ័រដែលចរន្តអគ្គិសនីអាចឆ្លងកាត់បាន 2. សារធាតុចម្លងពាក់កណ្ដាលឬ Semiconductor ដែលចរន្តអគ្គិសនីអាចឆ្លងកាត់បានក្នុងលក្ខខណ្ឌពិសេស 3. សារធាតុអ៊ីសូឡង់ឬថែសានីដែលចរន្តអគ្គិសនីមិនអាចឆ្លងកាត់បានមានវត្ថុធាតុពីរគឺស៊ីលីស្យូមនិងហ្សាក់ម៉ាញ៉ូមដែលមានចំណាត់ជាសេមីកុងឌុកទ័រក្នុងបច្ចេកវិទ្យាចាប់យកថាមពលព្រះអាទិត្យគេជ្រើសរើសយកស៊ីលីស្យូមឬស៊ីលីកូនជាវត្ថុធាតុដើមស៊ីលីកូនបានមកពីការដុតបំបែកអាណូស៊ីលីកាឬឌីអុកស៊ីតស៊ីលីកូនដែលជាសមាសធាតុសម្បូរនៅក្នុងសម្បកផែនដីនិងជាពិសេសនៅក្នុងខ្សាច់ឬរ៉ែថ្មខៀវកកសអាតូមស៊ីលីស្យូមមានអេឡិចត្រូន4នៅផ្ទៃខាងក្រៅវិធីសាស្ត្រកែប្រែលក្ខណៈ Semiconductor មានពីរបែប 1. គេបញ្ចូលអាតូមហ្វូស្វ័រដែលមានអេឡិចត្រូន5នៅផ្ទៃខាងក្រៅនាំឲ្យចំនួនអេឡិចត្រូនកើនឡើងនៅក្នុងរចនាសម្ព័ន្ធអាណូស៊ីលីស្យូមគឺជាវិធីសាស្ត្របញ្ចូលប្រភេទ N ឬកំណើនអេឡិចត្រូន 2. គេបញ្ចូលអាតូម Bohr ដែលមានអេឡិចត្រូន3នៅផ្ទៃខាងក្រៅនាំឲ្យចំនួនអេឡិចត្រូនថយចុះនៅក្នុងរចនាសម្ព័ន្ធអាណូស៊ីលីស្យូមគឺជាវិធីសាស្ត្របញ្ចូលប្រភេទ P ឬកង្វះអេឡិចត្រូន កោសិកាហ្វូតូវ៉ុលតាអ៊ិកកោសិកានេះផ្សំដោយធាតុសេមីកុងឌុយទ័រពីរស្រទាប់ទី1ដែលនៅខាងព្រះអាទិត្យសម្បូរដោយបន្ទុកអគ្គិសនីដកនិងស្រទាប់សេមីកុងឌុយទ័រមួយទៀតមានបន្ទុកអគ្គិសនីបូកនៅពេលដែលមកប៉ះទង្គិចនឹងផ្ទៃកោសិកាហ្វូតូវ៉ុលតាអ៊ិកហ្វូតុងដែលជាចន្ទហភាពនៃពន្លឺព្រះអាទិត្យកន្ត្រាក់អេឡិចត្រូនចេញពីអាតូមបន្ទុកអគ្គិសនីដកដែលរំដោះចេញនោះរត់ទៅខាងអេឡិត្រូនដកដែលជាសាមញ្ញនៃអេឡិត្រូនឬអាណូតចំណែកឯបន្ទុកអគ្គិសនីបូកទៅប្រមូលផ្ដុំនៅខាងអេឡិត្រូនបូកឬកាតូតគឺជាការបង្កើតឲ្យមានចរន្តអគ្គិសនីឆ្លងរវាងអេឡិត្រូនទាំងពីរជាសរុបគឺដោយសារកាំរស្មីព្រះអាទិត្យកោសិកាហ្វូតូវ៉ុលតាអ៊ិកអាចបង្កើតចរន្តអគ្គិសនីគេសង្កេតឃើញថាផ្ទៃខាងលើនៃកោសិកាដែលជួបនឹងពន្លឺព្រះអាទិត្យមានសន្តានជាចង្អូរធ្មេញរណាគឺដើម្បីកុំឲ្យកាំរស្មីគេចចេញពីកោសិកាដោយបាតុភូតវាំងករាំងសីបន្ទះសូឡាមានអង្គបំណែកតាមលំដាប់លំដោយពីលើចុះក្រោមដូចតទៅ 1. ក្របស៊ុំធ្វើអំពីអាលូមីញ៉ូម 2. សន្លឹកកញ្ចក់ដែលរងប្រតិបត្តិកម្មលុតដើម្បីការពារប្រឈមនឹងការប៉ះទង្គិចជាតិសំណើមនិងកាំរស្មីអ៊ុលត្រាវីយ៉ូឡេ 3. សន្លឹកហ្វីលស្ដើងជាន់លើសម្រាប់រុំការពារកោសិកាហ្វូតូវ៉ុលតាអ៊ិក
4. សន្លឹកកោសិកាហ្វូតូវោលតាអ៊ិក 5. សន្លឹកហ្វីលស្ដើងជាន់ក្រោមរួមការពារកោសិកាជាមួយសន្លឹកហ្វីលជាន់លើ 6. សន្លឹកបាតបន្ទះ និង 7. ប្រអប់តខ្សែភ្លើង ប្រព័ន្ធសូឡាគេហព័ន្ធ សៀគ្វីគេហព័ន្ធសមដោយអង្គភាពដែលមានមុខងាររៀងៗខ្លួនដូចតទៅ 1. បន្ទះសូឡាហ្វូតូវោលតាអ៊ិកបំប្លែងកាំរស្មីព្រះអាទិត្យទៅជាចរន្តអគ្គិសនីជាប់ដែលមានបរិមាណច្រើនឬតិចយោងតាមសភាពចែងចាំងខ្លាំងឬខ្សោយនៃពន្លឺ 2. កុងត្រូល័រឬ regulator ជាឧបករណ៍រក្សាប្រសិទ្ធភាពបន្ទុកនៃបាក់តេរីដោយកែសម្រួលតង់ស្យុងនិងអាំងតង់ស៊ីតេនៃចរន្តចេញមកពីបន្ទះសូឡាដើម្បីកុំឲ្យបាក់តេរីមានបន្ទុកហួសកម្រិតព្រមទាំងការពារសុវត្ថិភាពប្រព័ន្ធដូចជាការឆ្លងភ្លើងអាំងតង់ស៊ីតេលើសនិងការបញ្ច្រាស់ពុល 3. អុងដូឡូកែប្រែចរន្តជាប់ទៅជាចរន្តអគ្គិសនីឆ្លាស់ហើយធ្វើការកែសម្រួលតង់ស្យុងនិងហ្វ្រេកង់សនៃចរន្តឆ្លាស់នេះតម្រូវតាមសេចក្តីត្រូវការក្នុងប្រព័ន្ធគេហព័ន្ធនិងប្រព័ន្ធសាធារណៈមានអុងដូឡូខ្លះអាចបំពេញមុខងារជាជំនួសកុងត្រូល័រផងដែរ 4. បាក់តេរីជាអ្នករក្សានៅបន្ទុកថាមពលអគ្គិសនីផលិតនៅពេលដែលសេចក្តីត្រូវការទាបឬគ្មានសេចក្តីត្រូវការថាមពលដែលរក្សាទុកនឹងបញ្ចេញមកវិញនៅពេលណាដែលអគ្គិសនីផលិតមានកង្វះដូចជានៅពេលយប់ឬពពកបាំងព្រះអាទិត្យយោងតាមបទរចនាបាក់តេរីអាចដាក់នៅខាងមុខឬខាងក្រោយនៃអុងដូឡូ 5. ឧបករណ៍វាស់សម្រាប់ផ្ដល់ព័ត៌មានអំពីលក្ខណៈនៃចរន្តអគ្គិសនីជាទីបញ្ចប់ចរន្តអគ្គិសនីត្រូវបញ្ចូលទៅក្នុងប្រព័ន្ធគេហព័ន្ធតាមរយៈប្រអប់ឌីសង់ទ័រដើម្បីការពារសុវត្ថិភាពក្នុងគេហដ្ឋានគួរកត់សម្គាល់ថាប្រព័ន្ធសូឡាខ្លះដែលភ្ជាប់ជាមួយនឹងប្រព័ន្ធអគ្គិសនីសាធារណៈដោយផ្ទាល់មិនចាំបាច់ឲ្យមានបាក់តេរីទេគឺអគ្គិសនីលើសត្រូវបញ្ចូលទៅក្នុងប្រព័ន្ធសាធារណៈដោយស្វ័យប្រវត្តិបន្ទះសូឡាអ៊ីប្រីតគឺជាការផ្គួបគ្នារវាងប្រព័ន្ធព្រះអាទិត្យហ្វូតូវោលតាអ៊ិកនិងប្រព័ន្ធកម្ដៅព្រះអាទិត្យដើម្បីបំប្លែងកាំរស្មីទៅជាថាមពលអគ្គិសនីផងនិងថាមពលកម្ដៅផងបន្ទះសូឡាអ៊ីប្រីតមានពីរប្រភេទមានបន្ទះសូឡាអ៊ីប្រីតអាអេរ៉ូវោលតាអ៊ិកដែលផលិតអគ្គិសនីនិងខ្យល់ក្តៅបន្ទះសូឡាអ៊ីប្រីតទឹកដែលផលិតអគ្គិសនីនិងទឹកក្តៅភាពខុសគ្នាស្ថិតនៅត្រង់ការប្រើសារធាតុផ្ទុកកម្ដៅហៅថាសន្តានីជាខ្យល់ឬជាទឹកបន្ទះសូឡាអ៊ីប្រីតមានបំណែកហ្វូតូវោលតាអ៊ិកនៅប៉ែកខាងលើនិងប្រព័ន្ធចាប់កម្ដៅនៅប៉ែកខាងក្រោមគឺជាបំពង់ចង្វាយដែលមានសន្តានីត្រជាក់ចូលនិងចេញមកវិញជាសន្តានីក្តៅដើម្បីទប់ការបំភាយកម្ដៅគេប្រើបន្ទះអ៊ីសូឡង់តែកមិកពីសន្លឹកដាក់អមពីខាងលើនិងខាងក្រោមនៃបំពង់ចង្វាយសន្តានីការប្រើសន្តានីខ្យល់តម្រូវឲ្យមានប្រព័ន្ធខ្យល់ចេញចូល
ត្រង់ខ្យល់ក្តៅដើម្បីចែកចាយតាមរយៈម៉ាស៊ីនកម្ដៅខ្យល់បង្ខំខ្យល់ក្តៅក៏អាចចាក់បញ្ចូលតាមមាត់បំពង់ខ្យល់នៃធុងទាំងម៉ូឌីណាមិកដើម្បីផលិតទឹកក្តៅគេហព័ន្ធការប្រើសន្តានីទឹកតម្រូវឲ្យមានធុងរក្សាទឹកក្តៅព្រមទាំងឧបករណ៍ត្រួតពិនិត្យនិងកែសម្រួលម៉ាស៊ីនបូមសម្រាប់បញ្ជូនសន្តានីក្តៅក្នុងករណីរចនាសម្ព័ន្ធបង្ហូរបង្ខំរ៉ាឌីយ៉ាទ័រជាឧបករណ៍បំភាយកម្ដៅនៅក្នុងគេហដ្ឋានការប្រើប្រាស់ផ្ទាំងសូឡាមានការរីកចម្រើនយ៉ាងខ្លាំងដែលគេសង្កេតឃើញនៅលើដំបូលគេហដ្ឋានឯកជនផ្ទៃដីកសិកម្មដំបូលចំណតរថយន្តដំបូលរោងឧស្សាហកម្មដំបូលអាយស្ម័យយាននិងទូរថយន្តជាដើមដោយការច្នៃប្រឌិតអំពីគុណភាពនិងសោភ័ណភាពផ្ទាំងសូឡាផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់អភិបាលកិច្ចធានីក្នុងមធ្យោបាយបម្រើសាធារណៈមានផ្លាកសញ្ញាចរាចរណ៍បង្កប់អំពូល LED ចង្កៀងបំភ្លឺសាធារណៈទីកន្លែងជួបជុំដែលលម្អដោយដើមកោសិកាហ្វូតូវុលតាអ៊ិកផ្ដល់ប្រព័ន្ធ Wi-Fi អ៊ីនធឺណិតនិងរុនបញ្ចូលកម្លាំងបាក់តេរីទូរស័ព្ទដៃអគ្គិសនីហ្វូតូវុលតាអ៊ិកបណ្ដែតទឹកគឺជាក្បូនបណ្ដែតដែលគេអាចបង្កើតនៅលើបឹងឬលើផ្ទៃសមុទ្រហើយចងភ្ជាប់ទៅនឹងយុទ្ធកាបោះនៅក្បែរខាងឬនៅក្នុងទឹកជ្រៅគេក៏អាចដាក់នៅលើអាងទឹកឧស្សាហកម្មលើបឹងសិប្បនិម្មិតលើផ្ទៃទឹកដែលនៅទំនេរឬផ្ទៃទឹកដ៏ធំធេងដែលមានមុខងារត្រឹមតែការរក្សាទឹកប្រព័ន្ធបន្ទះសូឡាបណ្ដែតទឹកឧបករណ៍ដែលដាក់នៅលើក្បូនមានបន្ទះសូឡាអុងដូឡរថង់ស្វម៉ាត័រនិងប្រព័ន្ធបញ្ជូនចរន្តអគ្គិសនីប្រព័ន្ធបណ្ដែតទឹកមានអត្ថប្រយោជន៍ដូចតទៅនេះ1ប្រសិទ្ធភាពនៃបន្ទះសូឡាថយចុះនៅពេលដែលសីតុណ្ហភាពឡើងខ្ពស់ដូច្នេះការដែលស្ថិតនៅជិតទឹកជួយឲ្យបន្ទះសូឡាឆាប់ត្រជាក់និងបង្កើនទិន្នផល2ការតាំងទីនៅលើលំអទឹកគឺគ្មានម្លប់មកលើបន្ទះសូឡាជាហេតុនាំឲ្យទទួលបាននៅពន្លឺព្រះអាទិត្យពេញមួយថ្ងៃម្យ៉ាងទៀតការចាំងត្រឡប់នៃពន្លឺពីផ្ទៃទឹកក៏បង្កើនអត្រាពន្លឺព្រះអាទិត្យប៉ុន្តែក្បូនបណ្ដែតនៅលើសមុទ្រក៏មានភាពអវិជ្ជមានដែលតម្រូវឲ្យមានការយកចិត្តទុកដាក់1ទោះបីជាប្រព័ន្ធបន្ទះសូឡាមិនប៉ះពាល់ដល់បរិស្ថានក៏ដោយការតាំងទីនៅលើផ្ទៃទឹកអាចជះឥទ្ធិពលដល់ប្រព័ន្ធអេកូឡូស៊ីក្នុងតំបន់បើមានភាពមិនត្រឹមត្រូវណាមួយក្នុងការដំឡើងឬបទរចនាមិនល្អបន្ទះសូឡាបែរទៅជាឧបសគ្គទប់ពន្លឺព្រះអាទិត្យសម្រាប់រស្មីសង្យោគកម្មនៃរុក្ខជាតិនិងប៉ះពាល់ដោយផ្ទាល់ដល់ជីវិតសត្វសមុទ្រ2រចនាសម្ព័ន្ធក្បូនត្រូវមានភាពធន់និងលក្ខខណ្ឌដ៏លំបាកនៃបរិយាកាសសមុទ្រមានរលកនិងជាតិប្រៃគឺរលកនាំឲ្យក្បូនគ្មានលំនឹងទឹកប្រៃពន្លឿនចម្រេះដល់សម្ភារៈក្នុងន័យនេះការថែទាំត្រូវធ្វើដោយទៀងទាត់បទរចនាក៏ត្រូវមានភាពហ្មត់ចត់ជាទីបំផុតអគ្គិសនីពន្លឺព្រះអាទិត្យរាត្រីនៅពេលថ្ងៃព្រះអាទិត្យផ្ដល់កម្ដៅឲ្យផែនដីនៅពេលយប់
ពិភពធរណីធ្វើបដិធាននៅចំណែកតូចនៃកម្ដៅដោយការបញ្ចេញកម្ដៅ infrared នៅឆ្នាំ2020ក្រុមអ្នកវិទ្យាសាស្ត្រនៃសាកលវិទ្យាល័យ Stanford បានកែប្រែផ្ទាំងសូឡាធម្មតាឲ្យទទួលបានអគ្គិសនី50មីលីវ៉ាត់ក្នុងផ្ទៃ1ម៉ែត្រក្រឡានៅពេលរាត្រីបន្ទាប់មកជាកិច្ចបន្តនៅពិសោធនកម្មនេះក្រុមអ្នកវិទ្យាសាស្ត្រនៃសាកលវិទ្យាល័យ Sydney បានបង្ហាញថាកម្ដៅ infrared ចេញពីផែនដីអាចប្រើប្រាស់ដើម្បីបង្កើតអគ្គិសនីតាមរយៈកោសិកាទាំងម៉ូហ្វូតូវោលតាអ៊ិកទោះបីព្រះអាទិត្យលិចបាត់ទៅហើយក៏ដោយដើម្បីសម្រេចបាននូវប្រព័ន្ធដែលអាចដើរនៅក្នុងទីងងឹតអ្នកស្រាវជ្រាវបានបង្កើតឧបករណ៍ធ្វើអំពីសេមីកុងឌុកទ័រដែលហៅថាឌីយ៉ូតទាំងម៉ូរ៉ាឌីយ៉ាទីវដោយយកវត្ថុធាតុដែលគេប្រើនៅក្នុងវ៉ែនតាសម្រាប់មើលពេលយប់គឺ tellure de mercure និង tellure de cadmium ជាសរុបសេចក្តីកោសិកាហ្វូតូវោលតាអ៊ិកអាចបង្កើតអគ្គិសនីដោយការស្រូបយកពន្លឺព្រះអាទិត្យឯឌីយ៉ូតទាំងម៉ូរ៉ាឌីយ៉ាទីវអាចបង្កើតអគ្គិសនីដោយការចាប់យកពន្លឺ infrared ក្នុងបរិស្ថានត្រជាក់ប៉ុន្តែឧបករណ៍ធ្វើអំពីឌីយ៉ូតទាំងម៉ូរ៉ាឌីយ៉ាទីវនៅខ្សោយនៅឡើយបើប្រៀបធៀបទៅនឹងផ្ទាំងសូឡាដែលអាចផលិតបានអគ្គិសនី200វ៉ាត់ក្នុង1ម៉ែត្រក្រឡានៅពេលថ្ងៃពេញអគ្គិសនីកម្ដៅព្រះអាទិត្យកោសិកាទាំងម៉ូហ្វូតូវោលតាអ៊ិកជាកោសិកាហ្វូតូវោលតាអ៊ិកដែលត្រូវកែច្នៃដើម្បីឲ្យមានលទ្ធភាពបំប្លែងការបញ្ចេញកាំរស្មីអេឡិត្រូម៉ាញេទិកអ៊ីនហ្វ្រារ៉េតទៅជាចរន្តអគ្គិសនីបច្ចេកវិទ្យានេះពង្រីកលទ្ធភាពនៃការបំប្លែងឲ្យពេញក្នុងជួរប្រវែងរលកនៃកាំរស្មីទៅលើកោសិកាហ្វូតូវោលតាអ៊ិកដែលបំប្លែងកាំរស្មីដែលអាចមើលឃើញនឹងកាំរស្មីអ៊ុលត្រាវីយ៉ូឡេបទពិសោធន៍ក៏បានបញ្ជាក់ថាកោសិកាទាំងម៉ូហ្វូតូវោលតាអ៊ិកមានទិន្នផលប្រសើរជាងទូប៊ីនចំហាយដែលប្រើសពថ្ងៃក្នុងផលិតកម្មអគ្គិសនីដោយសារលទ្ធភាពទាញយកកម្ដៅដែលមានសីតុណ្ហភាពខ្ពស់ក្រុមអ្នកវិទ្យាសាស្ត្ររំពឹងថាប្រសិទ្ធភាពអាចមានលើសពី 32% ទៅលើទូប៊ីនចំហាយទឹកប្រព័ន្ធទាំងម៉ូហ្វូតូវោលតាអ៊ិកក្នុងការអនុវត្តកោសិកាទាំងម៉ូហ្វូតូវោលតាអ៊ិកប្រើប្រាស់ថាមពលហ្វូតុងនៃប្រភពផ្សេងដូចជាកាំរស្មី infrared ដែលបញ្ចេញដោយព្រះអាទិត្យថាមពលកម្ដៅចេញពីការដុតឬថាមពលនុយក្លេអ៊ែរដំណើរនៃប្រព័ន្ធទាំងម៉ូហ្វូតូវោលតាអ៊ិកមានអង្គភាពផ្សំដូចតទៅ1ប្រភពនៃថាមពលកម្ដៅ2ឧបករណ៍បំភាយស្ពេចហ្វូតុងចេញពីថាមពលកម្ដៅ3តម្រងអុបទិកធ្វើឲ្យស្ពេចបំភាយត្រង់ផ្លូវជាមួយនឹងកោសិកានិង4កោសិកាទាំងម៉ូហ្វូតូវោលតាអ៊ិកបំប្លែងស្ពេចហ្វូតុងទៅជាថាមពលអគ្គិសនីអគ្គិសនីកម្ដៅព្រះអាទិត្យក្នុងវិស័យនេះយើងសូមលើកយកផលិតកម្មនៅក្រុងអ៊ហ្សាហ្សាតប្រទេសម៉ារ៉ុកដែលមានពន្លឺព្រះអាទិត្យចែងចាំងក្នុងរយៈពេល 3420 ម៉ោងក្នុងមួយឆ្នាំ
ជាឧទាហរណ៍ក្នុងការចាប់ពន្លឺព្រះអាទិត្យគេប្រើបច្ចេកវិទ្យាចម្រុះគឺប្រព័ន្ធទែកម៉ូឌីណាមិកប្រព័ន្ធពមទែកម៉ូសូឡានិងប្រព័ន្ធហ្វូតូវោលតាអ៊ិកនៅក្នុងស្ថានីយ៍4នួ1ជាស្ថានីយ៍ទែកម៉ូឌីណាមិកដែលប្រើផ្ទាំងកញ្ចក់ឆ្លុះស៊ីឡាំងប៉ារ៉ាបូលចំនួន500ពាន់កម្ពស់12ម៉ែត្ររាយគ្នាក្នុងបរិវេណ480ហិកតាប្រើបរិមាណទឹក 1.7 លានម៉ែត្រគូបក្នុងមួយឆ្នាំមានកម្លាំងផលិត160មេហ្គាវ៉ាត់នួ2ជាស្ថានីយ៍ទាំងម៉ូឌីណាមិកដែរប៉ុន្តែមានអង្គភាពបាក់តេរីដែលអាចផ្ទុកថាមពលក្នុងរយៈពេល8ម៉ោងសម្រាប់ចែកចាយអគ្គិសនីនៅពេលរាត្រីស្ថិតនៅក្នុងបរិវេណទំហំ680ហិកតាមានកម្លាំងផលិត200មេហ្គាវ៉ាត់នួ3ជាស្ថានីយ៍ពមទែកម៉ូសូឡាស្ថិតក្នុងបរិវេណ2500ហិកតាប្រើប្រាស់ទឹកពី 2.5 ទៅ 3 លានម៉ែត្រគូបក្នុងមួយឆ្នាំមានកម្លាំងផលិត150មេហ្គាវ៉ាត់នួ4ជាផលិតកម្មអគ្គិសនីហ្វូតូវោលតាអ៊ិកសម្រាប់ជាជំនួយដល់ស្ថានីយ៍ទាំង3នៅពេលមានតម្រូវការច្រើនមានកម្លាំងផលិត80មេហ្គាវ៉ាត់ប្រព័ន្ធអគ្គិសនីព្រះអាទិត្យដោយផ្ទាំងកញ្ចក់ឆ្លុះស្ថានីយ៍នួ1ដើរដោយកញ្ចក់ឆ្លុះចំនួន500ពាន់ផ្ទាំងមានរាងជាស៊ីឡាំងប៉ារ៉ាបូលិកផ្ទាំងកញ្ចក់ទាំងអស់នោះបញ្ចាំងកាំរស្មីព្រះអាទិត្យដោយប្រមូលផ្ដុំឆ្ពោះទៅរកខ្សែប្រសព្វនៃប៉ារ៉ាបូលរួមជាថាមពលកម្ដៅបំពង់ទទួលកម្ដៅត្រូវដាក់នៅចំខ្សែប្រសព្វទឹកដែលបង្ហូរចូលក្នុងបំពង់คล้ายជាចំហាយហើយត្រូវគេនាំយកទៅបង្វិលទៀបបូអាល់ទែណាទ័រដើម្បីផលិតអគ្គិសនីផ្ទាំងកញ្ចក់ទាំងឡាយមានយន្តការបង្វិលឲ្យស្របតាមចលនានៃព្រះអាទិត្យជានិច្ចម្យ៉ាងទៀតបច្ចេកទេសនេះមានលទ្ធភាពរក្សាថាមពលកម្ដៅអគ្គិសនីពមទែកម៉ូសូឡាយើងសូមបន្តយកស្ថានីយ៍នួ3ជាឧទាហរណ៍ដែលមានផ្ទាំងកញ្ចក់អេលយ៉ូស្តារាយគ្នានៅជុំវិញពមទែកម៉ូសូឡាផ្ទាំងកញ្ចក់ទាំងឡាយបញ្ចាំងកាំរស្មីព្រះអាទិត្យចម្រុះគ្នាសំដៅទៅលើពមទែកម៉ូសូឡាដែលយកថាមពលកម្ដៅទៅដាំទឹកឲ្យពុះបន្លាយជាចំហាយថាមពលអគ្គិសនីក៏ត្រូវបង្កើតដោយទៀបប៊ីនចំហាយនិងអាល់ទែណាទ័រក្នុងបច្ចេកវិទ្យាកម្ដៅព្រះអាទិត្យឬ Solar Thermodynamic កាលពីឆ្នាំ2009ប្រទេសចិនបានបើកដំណើរការនៅស្ថានីយ៍ថាមពលពន្លឺព្រះអាទិត្យអំបិលរលាយដែលមានពមទែកម៉ូសូឡា2នៅក្នុងវាលខ្សាច់កើ2ខេត្តកាន់ស៊ូស្ថានីយ៍ប្រើកញ្ចក់ឆ្លុះចំនួន30ពាន់ផ្ទាំងរាយគ្នាជារង្វង់មូល2ត្រួតលើគ្នាគ្របដណ្ដប់នៅលើផ្ទៃ800ពាន់ម៉ែត្រក្រឡាផ្ទាំងកញ្ចក់បញ្ចាំងពន្លឺព្រះអាទិត្យផ្ដុំគ្នាឆ្ពោះទៅលើពមរៀងខ្លួនមួយក្នុងចំណោមពមទាំងពីរដែលមានកម្ពស់200ម៉ែត្រពន្លឺបាញ់ចេញពីផ្ទាំងកញ្ចក់ដែលស្ថិតនៅក្នុងតំបន់ត្រួតស៊ីគ្នាអាចត្រូវប្រើដោយពមណាមួយអាស្រ័យទៅលើការតម្រង់ទិសនៃព្រះអាទិត្យដែលជាការបង្កើនប្រសិទ្ធភាពលក្ខណៈពិសេសនៃស្ថានីយ៍គឺការប្រើបច្ចេកទេសអំបិលរលាយដើម្បីរក្សាថាមពលកម្ដៅ
ដែលប្រមូលនៅពេលថ្ងៃទុកសម្រាប់បញ្ចេញមកវិញនៅពេលយប់ឬពេលគ្មានពន្លឺគឺជាបាក់តេរីទាំងមិចដែលធ្វើឲ្យ generator អគ្គិសនីមានដំណើរ24ម៉ោងពេញក្នុងមួយថ្ងៃម្យ៉ាងទៀតបទរចនាប៉មទាំងម៉ូសូឡា2បង្កើនប្រសិទ្ធភាព24%បើប្រៀបធៀបទៅនឹងប្រព័ន្ធប៉មតែមួយនៅឆ្នាំ2021ស្ថានីយ៍បានផ្ដល់កម្លាំងអគ្គិសនី100មេហ្គាវ៉ាត់និងមានសមត្ថភាពផលិត390,000មេហ្គាវ៉ាត់ម៉ោងក្នុងមួយឆ្នាំប្រព័ន្ធសម្អាតបន្ទះសូឡាការសម្អាតជាប្រតិបត្តិកម្មចម្បងនិងចាំបាច់នៃវិធីសាស្ត្រថែទាំឧទ្យានសូឡាភាពកខ្វក់កាត់បន្ថយប្រសិទ្ធភាពក្នុងការទទួលពន្លឺព្រះអាទិត្យនិងធ្វើឲ្យទិន្នផលផលិតកម្មអគ្គិសនីធ្លាក់ចុះភាពកខ្វក់ទាក់ទងផ្ទាល់ទៅនឹងបរិយាកាសមានលំអងធូលីលាមកសត្វសំណល់សត្វល្អិតនិងការប្រែប្រួលនៃអាកាសធាតុដូចជាធ្លាក់ព្រិលខ្យល់បក់បោកព្យុះខ្សាច់ជាដើមក្នុងការសម្អាតគេត្រូវជៀសវាងការកោសដែលនាំឲ្យមានស្លាកស្នាមដល់ផ្ទាំងសូឡាបច្ចេកទេសសម្អាតមានច្រើនបែបដូចជា1សម្អាតដោយទឹកថ្លាឬទឹកគ្មានជាតិរ៉ែដើម្បីជៀសវាងកុំឲ្យមានស្នាមកាល់កែពណ៌ស2សម្អាតដោយច្រាសសរសៃទន់នឹងទឹក3សម្អាតដោយឧស្ម័នអាហ្សូតរាវឬហៅថាការសម្អាត cryogenic ចំពោះផ្ទាំងសូឡាដែលកខ្វក់ខ្លាំងចំពោះការសម្អាតឧទ្យានសូឡាធំគេត្រូវការម៉ាស៊ីនសម្អាតស្វ័យប្រវត្តិឬរ៉ូបូតសម្អាតដែលមាន2ប្រភេទម៉ាស៊ីនពាក់កណ្ដាលស្វ័យប្រវត្តិដែលភ្ជាប់ទៅនឹងប្រព័ន្ធទឹកលាងនិងរ៉ូបូតសម្អាតស្វ័យប្រវត្តិពេញមានរ៉ូបូតបំពាក់ដោយផ្ទាំងសូឡាបញ្ញាសិប្បនិម្មិតបញ្ហាប្រឈមដែលត្រូវពុះពៀក្នុងវិស័យពន្លឺព្រះអាទិត្យគឺការកែលម្អជាប្រចាំនៅទិន្នផលថាមពលរបស់ផ្ទាំងសូឡាបញ្ញាសិប្បនិម្មិតអាចជាជំនួយដល់ការគ្រប់គ្រងឧទ្យានសូឡា1ការបង្កើនប្រសិទ្ធភាពនៃផលិតកម្មការវិភាគព្យាករណ៍ដោយប្រើគំរូអាកាសធាតុតំបន់កំណត់កាលបវត្តនៃព្រឹត្តិការណ៍គេអាចកែតម្រូវដោយស្វ័យប្រវត្តិនៅកម្រិតថេរៈភាពត្រេតនិងទិសដៅនៃផ្ទាំងសូឡាដើម្បីចាប់យកពន្លឺជាអតិបរមាការគ្រប់គ្រងឆ្លាតវៃប្រព័ន្ធបញ្ញាសិប្បនិម្មិតអាចរួមបញ្ចូលកត្តាផ្សេងដូចជាសីតុណ្ហភាពបរិយាកាសសំណើមឬសូម្បីតែការបំពុលបរិយាកាសដើម្បីសម្រួលប្រតិបត្តិកម្មក្នុងពេលវេលាជាក់ស្ដែង2នយោបាយថែទាំដោយការវិភាគទិន្នន័យបរិស្ថានដូចជាការព្យាករណ៍អាកាសធាតុប្រវត្តិនៃតម្រូវការថាមពលអគ្គិសនីបញ្ញាសិប្បនិម្មិតអាចរំពឹងថានឹងមានការធ្លាក់ចុះនៃដំណើរការដោយសារពពកឆ្លងកាត់ឬធូលីដីកកកុញនៅលើបន្ទះហើយកែតម្រូវប្រតិបត្តិការឲ្យស្របទៅតាមការកាត់បន្ថយការខាតបង់ថាមពលប្រព័ន្ធឆ្លាតវៃក៏អាចព្យាករណ៍អំពីលទ្ធភាពផលិតនៃផ្ទាំងសូឡាដែលជាព័ត៌មានសម្រាប់រៀបចំប្រតិបត្តិកម្មថែទាំ
ឬដាក់ប្រព័ន្ធថែទាំស្វ័យប្រវត្តិពេញឲ្យដើរកោសិកាហ្វូតូវ៉ុលតេអ៊ិកសរីរាង្គគឺជាសវត្ថិកម្មនៃការផលិតដើម្បីភាពងាយស្រួលនិងមានតម្លៃទាបប្រព័ន្ធកោសិកាជាបណ្ដាញជ្រៀតចូលគ្នានៃស្រទាប់1កញ្ចក់ថ្លាឬផ្លាស្ទិកដែលពន្លឺអាចជ្រាបចូលបាន2អាណូតធ្វើអំពីអុកស៊ីឌីនយ៉ូមអេតាំងអ៊ីនយ៉ូមធីនអុកសាយមានសភាពថ្លាឆ្វង់មានកម្រាស់100ណាណូម៉ែត្រ3ស្រទាប់ប៉ូលីមែរគឺជាល្បាយនៃសារធាតុប៉ូលីមែរប៉ូលីអេទីឡែនឌីអុកស៊ីតស្យូហ្វេននិងប៉ូលីស្ទីរ៉ែនស៊ុលហ្វាណាតដឺសូដ្យូមហៅកាត់ថា P2PSS 4ស្រទាប់ហ្វូតូសកម្មឬអ្នកស្រូបយកហ្វូតុងមានធាតុបរិច្ចាគអេឡិចត្រុងឬសេមីកុងឌុកទ័រប្រភេទ N អ្នកទទួលអេឡិចត្រុងឬសេមីកុងឌុកទ័រប្រភេទ P លាយឡំគ្នា5កុងតាក់លោហៈធាតុធ្វើអំពីអាលូមីញ៉ូមនិង6ស្រទាប់ក្រោមដើម្បីជាការប្រៀបធៀបផ្ទាំងសូឡាធម្មតាធ្វើពីស៊ីលីកូនគ្រីស្តាល់ហើយផ្ទាំងសូឡាសរីរាង្គធ្វើអំពីសេមីកុងឌុកទ័រសរីរាង្គដូចជាប៉ូលីមែរឬអាណូសង្យោគដំណើរការក៏មិនខុសពីផ្ទាំងសូឡាដែរគឺពន្លឺព្រះអាទិត្យដែលជំពើបនឹងផ្ទាំងសូឡាសរីរាង្គដាស់អេឡិចត្រុងនៅក្នុងសេមីកុងឌុកទ័រសរីរាង្គឲ្យមានចលនាហើយបង្កើតបាននៅចរន្តអគ្គិសនីជាប់ប្រភេទកោសិកាសូឡាមានពណ៌ Cellule solaire à colorant Dye sensitized solar cell ដែលជាកោសិកាចម្រុះសរីរាង្គនិងអសរីរាង្គប្រើសារធាតុពណ៌ធ្វើឲ្យកោសិកាអាចមានពណ៌ត្នោតក្រហមបៃតងខៀវក្រមៅនិងខ្មៅកោសិកាហ្វូតូវ៉ុលតេអ៊ិកចំនួនថ្មីជាទូទៅកោសិកាហ្វូតូវ៉ុលតេអ៊ិកសរីរាង្គត្រូវផលិតនៅលើស្រទាប់ទ្រនាប់ជាកញ្ចក់គ្របដណ្ដប់ទៅដោយសារធាតុអ៊ីនយ៉ូមធីនអុកស៊ីតឬ ITO កម្រាស់150ណាណូម៉ែត្រដែលជាស្រទាប់ថ្លាឆ្វង់និងអាចចម្លងអគ្គិសនីហើយដែលคล้ายជាអាណូតនៃកោសិកាដោយយកគំនិតនៃបច្ចេកទេសបោះពុម្ពពីបុរាណដំណើរការ roll to roll អាចឲ្យគេប៉ាតស្រទាប់ស្ដើងនៃវត្ថុធាតុប៉ូលីមែរនៅលើស្រទាប់ទ្រនាប់ដែលអាចពត់ចុះឡើងបានថាមពលពន្លឺព្រះអាទិត្យក្នុងឧស្សាហកម្មចាប់ពីឆ្នាំ2009តម្លៃផលិតកម្មថាមពលពន្លឺព្រះអាទិត្យក្នុងពិភពលោកបានធ្លាក់ចុះយ៉ាងខ្លាំងធ្វើឲ្យការប្រកួតប្រជែងជាមួយនឹងមធ្យោបាយផលិតកម្មអគ្គិសនីផ្សេងទៀតមានភាពល្អប្រសើរក្នុងស្ថានភាពនេះប្រទេសអូស្ត្រាលីទើបនឹងបញ្ចប់ការកសាងរោងចក្របន្សាបទឹកសមុទ្រតាមបច្ចេកវិទ្យាអូស្ម៉ូសបញ្ច្រាសដ៏ធំមួយដែលដើរដោយថាមពលអគ្គិសនីពន្លឺព្រះអាទិត្យកោសិកាពន្លឺព្រះអាទិត្យថ្លានៅអំឡុងឆ្នាំ2024ក្រុមអ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាទីក្រុងអ៊ុលសាននៃប្រទេសកូរ៉េខាងត្បូងបានបង្កើតកោសិកាពន្លឺព្រះអាទិត្យថ្លាធ្វើអំពីស៊ីលីស្យូមគ្រីស្តាល់ដែលអាចបញ្ចេញថាមពលអគ្គិសនី
គំហើញនេះផ្ដល់នូវការអនុវត្តជាច្រើនមានអគារដែលបិទបាំងដោយផ្ទាំងកញ្ចក់ធ្វើអំពីកោសិកានេះនឹងអាចក្លាយជាស្ថានីយអគ្គិសនីពន្លឺព្រះអាទិត្យខ្នាតតូចរថយន្តដែលមានបង្អួចធ្វើអំពីកោសិកាពន្លឺព្រះអាទិត្យថ្លានឹងអាចផ្ដល់អគ្គិសនីដល់ឧបករណ៍អេឡិចត្រូនិកនៅខាងក្នុងព្រមទាំងបាក់តេរីទូរស័ព្ទដៃក៏អាចសាកថ្មដោយផ្ទាល់ពីរបាំងមុខក្រុមអ្នកស្រាវជ្រាវក៏បានធ្វើម៉ូឌុលទំហំ16សង់ទីម៉ែត្រក្រឡាដែលអាចផលិតបាននៅតង់ស្យុង10វ៉ុលនិងកម្លាំង235មីលីវ៉ាត់ជាការប្រៀបធៀបកោសិកា1សង់ទីម៉ែត្រក្រឡាអាចបញ្ចេញ 0.64 វ៉ុលនិង 15.8 មីលីវ៉ាត់ផ្កាយរណបបញ្ជូនថាមពលពន្លឺព្រះអាទិត្យក្រុមអ្នកវិទ្យាសាស្ត្រជប៉ុនបានរៀបចំធ្វើពិសោធនកម្មមួយនៅឆ្នាំ2025ដោយបង្ហោះផ្កាយរណបខ្នាតតូចឈ្មោះអូហ៊ីសាម៉ាមានទម្ងន់180គីឡូក្រាមបំពាក់ដោយផ្ទាំងសូឡាទំហំ2ម៉ែត្រក្រឡានិងអង្គភាពផ្ទុកថាមពលឲ្យចូលក្នុងតារាវិថីជុំវិញផែនធរណីស្ថិតនៅកម្ពស់400គីឡូម៉ែត្រផ្កាយរណបមានបេសកកម្មចាប់យកពន្លឺព្រះអាទិត្យនិងបញ្ជូនថាមពលអគ្គិសនីកម្លាំង1គីឡូវ៉ាត់ជារលកអេឡិត្រូម៉ាញេទិកឬមីក្រូរលកមកកាន់ស្ថានីយ៍នៅលើផែនដីប្រព័ន្ធប្រដាប់ដោយអង់តែនប៉ារ៉ាបូលចំនួន13នឹងចាប់យកថាមពលហើយបំប្លែងទៅជាចរន្តអគ្គិសនីគំនិតនេះហាក់មានភាពសាមញ្ញគឺថាការចាប់យកពន្លឺព្រះអាទិត្យនៅក្នុងអវកាសជាទីដែលពន្លឺមានថេរភាពនិងគ្មានការរារាំងប្រព័ន្ធអវកាសដែលអាចផ្ដល់អគ្គិសនីទាំងថ្ងៃទាំងយប់ដោយមិនរងអានុភាពនៃអាកាសធាតុនិងរដូវកាលបើគម្រោងមានជោគជ័យបច្ចេកវិទ្យានេះអាចត្រួសត្រាយផ្លូវសម្រាប់ឧទ្យានថាមពលព្រះអាទិត្យដ៏ធំសម្បើមដែលមានសមត្ថភាពផ្ដល់អគ្គិសនីដល់ទីក្រុងទាំងមូលព្រមទាំងចែកចាយដល់ប្រទេសដទៃទៀតសូមអរគុណចំពោះការយកចិត្តទុកដាក់ស្ដាប់និងទស្សនានៅកម្រងឯកសារសុតទស្សន៍នេះដោយមេត្រីភាព